លោកគ្រូពេទ្យលោកគ្រូពេទ្យលោកគ្រូពេទ្យបើកទ្វារបងប្រុសមើលទៅដូចជាគ្មានមនុស្សនៅទេបងប្រុសលោកគ្រូពេទ្យក៏សម្រាប់ហើយពេលនេះពួកយើងគួរធ្វើយ៉ាងម៉េចណែឯងនៅចាំទេពួកយើងមានបងប្អូនចដូនមួយម្នាក់បែកគ្នាយូរហើយល្បីថាគាត់នៅទីក្រុងសៀងហៃយូរណាស់មកហើយបើមិនចឹងទេពួកយើងទៅរកគាត់ទៅទីតាំងផ្លូវលេខ 9 នៅជីងប៉ៃធំខ្ញុំចាក់ធំខ្ញុំចាក់ធំដែរខ្ញុំចាក់ធំដែរខ្ញុំចាក់នេះបាក់ទៅអ្នកទាំងអស់គ្នាចាក់រួចហើយហ៎ក្តារទី10អ្នកទាំងអស់គ្នាចាក់លេខធំខ្ញុំចាក់ធំយើងចាក់ធំចំនួន10យ័ន្តលើកនេះយើងមិនជឿថាវាមិនចេញធំទៀតទេយប់នេះត្រូវតែឈ្នះអីចាលោកម៉េងតើលោកចង់ភ្នាល់អីទៀតទៅបើតាមខ្ញុំគិតណាលោកពេលនេះសំបីតែលុយ$10ក៏គ្មានផងយើងយកជីវិតយើងធ្វើជាការភ្នាល់ជឿយកត្រឹមតែ$10ទេឆាប់បើកភ្លាមមកមិនអីទេណាប៉ុន្តែលោកកំសត់ស្ដែកសោះពីព្រោះថាកន្លែងរបស់យើងនេះគឺមានច្បាប់យើងដឹងហើយឆាប់ឲ្យលុយមកពួកឯងយកលិខិតបញ្ជាក់ចេញមកចាក់ធំលើកនេះច្បាស់ជាចេញធំមិនខានទេមិនអាចទៅរួចទេនេះគឺមិនអាចទៅរួចទេច្បាស់ជានាងលេងល្បែងមិនខានទេឲ្យខ្ញុំខ្ចី$10ទៀតមក20ក៏បានដែរនាងកុំភ័យខ្ញុំសងលុយនាងវិញជីវិតរបស់លោកពេលនេះជារបស់យើងហើយនៅចង់ខ្ចីលុយបន្ថែមទៀតទេខ្ញុំຕົកពេលលោកក្នុងរយៈពេល3ថ្ងៃបើគ្មានលុយ$10មកសងខ្ញុំទេនោះខ្ញុំនឹងបោះលោកចូលក្នុងទន្លេហានពួកឲ្យត្រីស៊ីហើយពួកឯងចាប់គេចេញទៅក្រៅទៅចេញទៅខ្ញុំមានលុយនាងឯងមើងងាយយើងហើយយើងមានលុយអ្នកគ្នាបន្តទៀតទៅណាមកចាក់តទៀតកុំឲ្យទៅប៉ែច្បាស់នោះនេះគឺជាផ្ទះរបស់គាត់ហើយណែសាជាបងអង្គុយសិនទៅលោកពូលុយប៉ុណ្ណឹងគឺវាច្រើនណាស់ទុកពេលឲ្យ3ថ្ងៃធ្វើមិនទាំងគ្រប់ទៅបើគ្មានប្រាក់សងគេទេជីវិតយើងច្បាស់ជាចប់ខានទេសាវជាលោកពូមកវិញហើយម្ដាយរបស់ខ្ញុំឲ្យបងប្រុសម្រាប់លោកពូខួរក្បាលយើងពិតជាមិនចាំសោះចេះតែភ្លេចភ្លាំងលោកពូខ្ញុំមានរឿងចង់រំខានលោកពូបន្តិចសាជាគឺនាងមានជំងឺតើលោកពូអាចជួយរកពេទ្យព្យាបាលជំងឺរបស់នាងបានដែរទេរឿងតូចទេនៅទីក្រុងសៀងហៃនេះណាដែលមិនស្គាល់ឈ្មោះពូនោះចាំពូណែនាំលោកគ្រូពេទ្យឲ្យព្យាបាលថ្ងៃនេះរៀងហត់បន្តិចក៏ប៉ុន្តែមិនអីទេអញ្ចឹងឯងនៅចាំមើលផ្ទះទៅយើងនាំសាជាទៅព្យាបាលនៅឯបន្ទីពេទ្យតើវាជាការពិតទេអរគុណលោកពូណាត្រូវហើយលោកពូនេះគឺជាប្រាក់ដែលមានចំនួន$10លោកពូយកទៅព្យាបាលសាជាទៅតែប៉ុណ្ណេះយើងមានប្រាក់សងគេហើយថែមទាំងបង្វិលអាចបាន$30ថែមទៀតមិនអីទេហងចិនឯងនៅទីនេះហើយយើងនាំសាជាទៅព្យាបាលជំងឺបានមកសាជាតោះបញ្ញាប់ទៅជាមួយនឹងពូអរគុណលោកពូឯងមើលទៅមើលកន្លែងទីនេះស្អាតដែរទេលោកពូតើនេះជាកន្លែងអីគេហ្នឹងសាជាលោកគ្រូពេទ្យដែលខ្ញុំស្គាល់នោះគឺនៅទីនេះហើយណាអញ្ចឹងឯងចាំពូនៅទីនេះហើយពូទៅមកផ្លេតណាចាំនឹងហើយណាអីចាលឿនអែនតើណាលោកមានប្រាក់10យន់ហើយនាងមើងងាយមនុស្សខុសហើយណាខ្ញុំយកប្រាក់មកសងនាងវិញហើយណានេះល្អណាស់ក្រនបែពួកអញទាំងអស់គ្នាយកกระดาษនោះមកឲ្យគាត់ណាទៅបញ្ញាប់ស្អីទៅខ្ញុំមកទីនេះដើម្បីសងប្រាក់នាងប៉ុន្តែសល់រយៈពេល3ថ្ងៃទៀតខ្ញុំសុំលេងពី3ក្តារទៀតបាទមិនអីទេណាឲ្យតែលោកមានប្រាក់អញ្ជើញតាមសប្បាយចុះតើនាងត្រូវការកលៀនដែរទេខ្ញុំអាចផ្ដល់ឲ្យនាងបាននាងឃើញទេជាសាច់ញាតិឆ្ងាយរបស់ខ្ញុំលក់ត្រឹមតែ20យន់ទេតើនាងយល់ព្រមដែរទេមិននឹកស្មានថាលោកមានក្មេងស្រីស្អាតយ៉ាងនេះសោះខ្ញុំយល់ព្រមជាមួយលោក20យន់ចុះហត្ថលេខាទៅអញ្ចឹងឲ្យលុយមកអារឿងលុយកាក់គ្មានអីសំខាន់ទេប៉ុន្តែលោកត្រូវតំណងក្មេងនោះមកទីនេះណាល្អយល់ព្រមសាជាខ្ញុំបានរកលោកគ្រូពេទ្យហើយចំណាយប្រាក់$10ប៉ុន្តែត្រូវការវះកាត់ណាវះកាត់ជាអីទេជំងឺរបស់ខ្ញុំលេបថ្នាំមិនបានទេអីលោកពូត្រូវតែវះកាត់
ប្រាក់ពូបានបងឲ្យគេហើយប៉ុន្តែត្រូវការក្មួយចុះហត្ថលេខានិងផ្តិតមេដៃទើបអាចវាស់កាត់បាន ចា ក្មួយឃើញទេនៅខាងមុខនោះគឺជាលោកគ្រូពេទ្យហើយក្មួយទៅរកគាត់ទៅណាតើ ចា ទៅ សួស្ដី មកឆាប់ លោក ទៅ លេងខ្ញុំ ឆាប់ ទៅ ទៅ ធ្វើអីហ្នឹងអើយលោកពូជួយខ្ញុំផងលោកពូ ចាប់ទៅ លោក ចាប់ទៅ ពូ នេះគឺជាវិធី ជួយ ដែលរក ខ្ញុំ ប្រាក់ ផង ចំណេញរបស់យើងណា លេងខ្ញុំទៅលោកពូជួយខ្ញុំផងក្មេងស្រីម្នាក់នេះពិតជាស្រស់ស្អាតណាស់$20គឺវាស័ក្តិសមហើយណាពួកឯងកុំរញ៉េរញ៉ៃពេកសំឡេងឮតិចទៅមិនបានទេអីពិតជារំខានអ្នកដទៃណាពេលនេះលោកម្ចាស់ឯងសូមចេញតាមសប្បាយចិត្តណា ត្រូវហើយតើ ចុះធំខ្ញុំនៅសល់តែ5ទេចាក់ទាំងអស់ លបងឯងពេលនេះលបងនៅសល់តែ20យន់តែប៉ុណ្ណោះណាហេតុអីក៏មិនចាក់ទាំងអស់ទៅ ខ្ញុំអាចប្រចាំផ្ទះរបស់ខ្ញុំបានទេ ផ្ទះរបស់លោកហ្នឹងហ៎យ៉ាងច្រើនមានតម្លៃត្រឹមតែ100,000តែប៉ុណ្ណោះយ៉ាល្អគួរតែចេញពីទីនេះទៅណាយ៉ាងណាពួកយើងមិនជពាក់គ្នាទៀតទេណាមិនអញ្ចឹងទេតិចថាខ្ញុំមិនបានប្រាប់ពួកឯងទាំងអស់គ្នាឆាប់ចាប់គេចេញទៅក្រៅទៅ តោះចាប់ចាញ់នាងចាប់ទៅមើលទៅខ្ញុំនឹងមកវិញនាងចាប់ទៅមើលទៅលោកពូមកវិញហើយសាជាមិនអីទេគូឲ្យអាណយធំណាស់ជំងឺរបស់សាវយៈនោះគឺធ្ងន់ពេកពូបានរោគវិជ្ជាបណ្ឌិតចាងព្យាបាលដោយការវះកាត់នាងមិនអាចទ្រាំបានជាមួយនឹងការវះកាត់នាងក៏បានមិនអាចទ្រាំទ្ររួចតានាងកាត់អីទៅប្អូនស្រីរបស់ឯងគឺផុតដង្ហើមហើយផុតដង្ហើមពូចូលរួមសោកស្ដាយផងណាដែលបាត់បង់ប្អូនស្រីរបស់ឯងប្អូនស្រីនាងនៅជីវិតសុខនៅពេលថ្ងៃហេតុអីជប់ឡើងត្រូវជាស្លាប់ទៅវិញប្អូនស្រីលោកពូសាកសពរបស់នាងនៅណាទៅខ្ញុំចង់យកនាងមកធ្វើបុណ្យហងចិនអញក៏ដឹងថាទីក្រុងសៀងហៃមិនមែនដូចជាប្រទេសរបស់យើងនោះទេប្រពៃណីរបស់គេគឺបូជាទៅហើយណាថាមិនបូជាហើយហេតុអីមិនគុំព្រមប្រាប់ខ្ញុំមុនឲ្យដឹងចឹងខុសមកពីយើងមិនបានល្អចំពោះឯងហងចិនលុយឯង$10បើព្យាបាលនោះគឺវាមិនគ្រប់នោះទេឯងមើលចុះដើម្បីព្យាបាលប្អូនស្រីឯងយើងត្រូវខ្ចីលុយគេ$20ថែមទៀតណាអ្វីដែលសំខាន់ទៀតនោះគឺលុយ$20ទៀតនោះគេទុកពេលឲ្យពូត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះទេដើម្បីសងគេបើមិនចឹងទេច្បាស់ជាមានបញ្ហាមិនខានទេខ្ញុំនឹងរកលុយសងលោកពូវិញមិនអីទេកុំបារម្ភអីណាឯងបញ្ញាប់ទៅសម្រាកទៅណាហត់ហើយណែឯងចង់ធ្វើស្អីនឹងឲ្យមកវិញលោកពូលោកសៅជាយើងមិនធ្វើដល់ថ្នាក់នឹងទេនេះឯងមិនមើលទេគេសរសេរយ៉ាងច្បាស់ហើយតើលោកពូស្មានថាខ្ញុំចេះមើលអក្សរខ្ញុំប្រាប់ពូបើសៅជាមានបញ្ហារឿងអ្វីនោះក៏មិនទោះថាខ្ញុំសម្លាប់សាច់ញាតិរបស់ខ្លួនឯងឲ្យសោះឯងហ៊ានយើងជាពូរបស់ឯងណោះអានិយាយគួរតែគោរពយើងផងគោរពបើមិននិយាយប្រាប់ខ្ញុំទេខ្ញុំច្បាស់ជាដាក់ទូពូល្អិតឯងចុះគម្រាមយើងផងមែនទេហ៎ឆាប់ប្រាប់ភ្លាមមកសៅជានៅណាឈឺដាក់ដល់លេយើងសិនទៅយើងនឹងប្រាប់ឯងឆាប់និយាយភ្លាមមកសៅជានៅណាសិទ្ធិការលុបលុនរបស់ពូសៅជាគឺពូបានលក់នៅកាស៊ីណូហើយតែពូចង់បានលុយប៉ុន្តែទីបំផុតនោះគឺចាញ់ទាំងអស់ចំណុចឯសៅជាវិញគឺពូចាញ់ហើយគេបានបង្ខំឲ្យពូលក់សៅជាពូក៏មិនចង់ចឹងដែរល្អណាស់
ai lúc sao dễ mệt thế hả dươngនឹងសម្លាប់ឯងនៅពេលនេះយើងកុំសម្លាប់យើងចាប់ប្រាប់ភ្លាមមកកាស៊ីណូនោះនៅណាឯងស្គប់អារម្មណ៍សិនទៅយើងនឹងប្រាប់ឯងកាស៊ីណូនោះគ្រប់គ្រងដោយឡាវសានគឺជាអ្នកគ្រប់គ្រងកាស៊ីណូនោះយើងមិនខ្វះអាណាគ្រប់គ្រងទេសំខាន់កាស៊ីណូនោះនៅកន្លែងណាឆាប់ប្រាប់ភ្លាមមកលេខ8ផ្លូវវៃបាក់ឈ្មោះថាកាស៊ីណូសៀនយាហងជើអាទី3បាទលោកអញយល់យ៉ាងណាចំពោះហុងចិនបាននិយាយអំពីក្បាច់គុណហុងហ្វូវៀននោះសម្រាប់ខ្ញុំគឺគ្មានអីខ្លាចនោះទេឯនិយាយនេះឲ្យមានខួរក្បាលគិតខ្លះផងទៅមើលថ្ងៃប្រកួតនោះប៉ាយកចិត្តទុកដាក់គេណាស់ហើយយ៉ាងលបងធំលបងយកចិត្តទុកដាក់អីចំពោះអាវល្អិតម្នាក់នោះខ្លាំងម្លេះនៅក្រុងសៀងហៃនេះណាក៏គេស្គាល់យើងដែរហើយលបងទៅចាប់អារម្មណ៍រឿងវាទៅធ្វើស្អីទៅនាំតែគិតនាំតែឈឺក្បាលនេះអើយើងគ្រាន់តែរំលឹកឯងទេថ្ងៃនេះហុងចិនអាចបដិសេធជាមួយនឹងលោកពុកបានតែមើលគ្រាន់តែជាការសម្ដែងទេគូបំណងពិតនោះគឺចង់ឲ្យលោកពុកដឹងគុណគេនោះនៅក្នុងសមាគមរបស់យើងណាក៏គេចង់ចូលរួមដែរផ្លែកតែគេប៉ុន្តែយ៉ាងណាទឹកដីនេះគឺជារបស់ពួកយើងទៅហើយលបងធំវាគ្មានអីអស្ចារ្យទេមនុស្សបែបនេះគឺខ្ញុំមានបទពិសោធន៍ច្រើនណាស់ទៅហើយវាគ្មានកលោអីជាមួយនឹងពួកយើងនៅទេលបងអ្វីដែលយើងខ្លាចបំផុតនោះគឺនៅថ្ងៃក្រោយបើសិនជាថ្ងៃណាមួយលោកពុកបានឃើញគេនោះគាត់នឹងឲ្យចូលនៅក្រុមសមាគមរបស់ពួកយើងមិនដឹងថាពេលនោះវាគឺជាសត្រូវឬក៏ជាមិត្តរបស់យើងទេបន្ទាប់ពីពួកយើងមកពីជីងជើវិញលោកពុកទៅសើគេគ្រប់ម៉ាត់អញ្ចឹងលបងនិយាយនេះគឺមានន័យចង់យ៉ាងម៉េចវិញយើងគ្មានន័យយ៉ាងម៉េចទេអាទី3យើងជាបងប្រុសឯងគ្រាន់តែដាស់តឿនឯងតែប៉ុណ្ណោះទេសូមឯងប្រុងប្រយ័ត្នផងកុំធ្វើប្រហែសឲ្យសោះម៉ោងដល់ពេលទៅរកស៊ីហើយចង់រៃណាស់ធ្វើអារម្មណ៍មិនសិលអស់សោះចេញ